ជំរាបសួរអ្នកទាំងអស់គ្នានេះគឺជាវីដេអូដែលចេញអំពីកូនហាងកាត់សក់មួយដែលមានតែតឹង 1.8 គុណនឹង 10 ម៉ែត្រ ចឹងបងប្អូនបានឃើញហើយគឺរៀងទូចបន្តិចហើយសម្រាប់បើយើងអ្នកជិះពីខាងផ្លូវមន្តធីមកកាច់មកតាមផ្ទះអាជីវកម្មរបស់ជីបម៉ុងយើងនឹងឃើញហើយនៅខាងស្ដាំដៃហើយឈ្មោះហាង Mamen Barber Shop តែបើបងប្អូនរត់ឃើញទេបងប្អូនអាច search ក្នុង map បានឈ្មោះ Mamen Barber Shop ដាក់ទៅគឺចេញហើយសម្រាប់ម៉ោងដំណើរការយើងគឺចាប់ផ្ដើមពីម៉ោង 10 ព្រឹកដល់ម៉ោង 7 យប់តែវាអាចប្រែប្រួលតាមពេលវេលាដែរហើយសម្រាប់បងប្អូនដែលចង់កាត់សក់ចាប់ម៉ូដលាបពណ៌អ៊ុតសក់អ៊ុតអីហ្នឹងគឺយើងអាចមកបានហើយម្យ៉ាងទៀតសម្រាប់បងប្អូនដែលចង់រៀនកាត់សក់ផ្នែកជំនាញមូលដ្ឋានគ្រឹះហាងកាត់សក់ក៏យើងមានទទួលដែរហើយនេះគឺជាសកម្មភាពខ្លះៗនៅពេលដែលយើងហើយនេះគឺជាសកម្មភាពខ្លះៗដែលខ្ញុំរៀបចំហាងគឺសម្អាតសម្ភារៈដែលយើងប្រើប្រាស់ទីតាំងហើយនឹងអ្វីផ្សេងៗដែលនៅក្នុងហាងហ្នឹងដើម្បីឲ្យភ្ញៀវគាត់ចូលមកមានផាសុកភាពហើយនឹងមានអនាម័យល្អអញ្ចឹងព្រោះធម្មតាយើងអ្នកស្រឡាញ់សក់ស្រឡាញ់ម៉ូដរូបរាងក៏យើងស្រឡាញ់ទីតាំងដូចគ្នាដែរហើយវារៀងទូចបន្តិចវាពិបាកនឹងការភ្ញៀវគាត់ឈរឬក៏អង្គុយមែនប៉ុន្តែធំភ្ញៀវគាត់មកបុកល្មមក៏យើងអាចទទួលបានហើយក៏អធិស្ឋានផងដែរដោយសារយើងបានទីតាំងចំណតម៉ូតូឡានបានមែនប៉ុន្តែហើយក៏សូមអធិស្ឋានមែនទែនដោយសារហាងយើងរៀងទូចបន្តិចអញ្ចឹងបើបងប្អូនខ្លះគាត់ចូលមកគាត់មានអារម្មណ៍ថាទូចក៏គាត់អត់សូវចង់កាត់មួយយើងដែរហើយសម្រាប់ខ្ញុំតាមពិតខ្ញុំចង់បើកហាងធំមែនទែនប៉ុន្តែវាការចំណាយក៏វាច្រើនតាមនឹងអញ្ចឹងយើងបើកទូចល្មមសិនដើម្បីយើងមានសមត្ថភាពចាំយើងបើកធំដូចគេដែរអញ្ចឹងហើយសម្រាប់កន្លែងចតឡានចតម៉ូតូអីគឺធំទលាយអាចចតបានអញ្ចឹងនេះគ្រាន់តែជាវីដេអូខ្លីៗបង្ហាញពីសកម្មភាពខ្លះៗនៅក្នុងហាងរបស់យើងហើយមើលទៅហាងយើងគឺប៉ុណ្ណឹងមកល្មមដែលបងប្អូនអាចអង្គុយចាំឬក៏ទទួលយកសេវាកម្មបានហើយក៏អរគុណបងប្អូនដែលកន្លងមកតែងតែគាំទ្រហាងរបស់ខ្ញុំហើយនិយាយរួមទៅខ្ញុំពិតជាអរគុណមែនទែនដោយសារតាមពិតទៅទឹកដៃខ្ញុំកាត់មកល្មមអាចបងប្អូនទទួលយកបានតែដោយសារបងប្អូនខ្លះគាត់ទុកចិត្តគាត់ស្រឡាញ់រាប់អានគ្នាធ្លាប់កាត់តែខ្លះកាត់បាន2 3ឆ្នាំ3 4ឆ្នាំអញ្ចឹងនៅតែបន្តកាត់មួយគ្នាទៀតហើយក៏មានតែអរគុណបងប្អូនដែលតែងតែ support ហាងតូចមួយនេះសង្ឃឹមថាថ្ងៃមកទៅបានរៀងធំដូចគេអញ្ចឹងណាហើយក្នុងវីដេអូនេះក៏តែងតែមានបងប្អូនសួរច្រើននៅក្នុង comment នៅក្នុង TikTok ឬក៏ Facebook អីហ្នឹងហើយសូមបញ្ជាក់ម្ដងទៀតតម្លៃយើងគឺតម្លៃកាត់ម្នាក់$3បើបងប្អូនកក់សក់ទៀតយើង$5អញ្ចឹងហើយតម្លៃនេះវាមកសមរម្យបងប្អូនដោយសារសក់យើងធម្មតាយើងអាចកាត់ចន្លោះពី3អាទិត្យទៅ1ខែកាត់ម្ដងអញ្ចឹងបើយើងចង់បានសក់ស្អាតដែរតម្លៃប៉ុណ្្នឹងយើងគួរតែចាយហើយអានេះតាមសមត្ថភាពរបស់ខ្ញុំគឺខ្ញុំកាត់តម្លៃជូនប៉ុណ្្នឹងហើយធានាថាម៉ូដសក់និងការកំងរបស់បងប្អូនទទួលបានម៉ូដសក់ដែលសមរម្យមួយស្អាតសម្រាប់ទៅកម្មវិធីទៅអីអញ្ចឹងហើយក៏មានចាប់ម៉ូដចាប់អីអញ្ចឹងពិសេសសម្រាប់បងប្អូនដែលមកពីខេត្តឬក៏ត្រៀមទៅកម្មវិធីនៅខាង Premier Sansok នៅទៅមុខ Eon 2ក៏អាចឈានចូលមកបានដែរអញ្ចឹងយើងរៀបចំសម្លៀកបំពាក់ឲ្យរួចមកយើងចាប់ម៉ូដសក់មួយផ្លែតយើងចូលកម្មវិធីទៅយើងទទួលបានសក់ស្អាតហើយសម្រាប់បងប្អូនដែលអត់ទាន់ស្គាល់ទីតាំងសូមបញ្ជាក់ម្ដងទៀតគឺនៅក្រោយផ្សារទំនើបជីបម៉ុងសែនសុខផ្លូវ1015យើងបត់មកពីខាងផ្លូវជីបម៉ុងសែនសុខហ្នឹងយើងបត់មកខាង Eon 2វិញអញ្ចឹងឃើញហើយអញ្ចឹងបងប្អូនអាច search ក្នុង map បានឈ្មោះ Mamen Barber Shop តែហាងយើងរៀងទូចបន្តិចតើបងប្អូនជិះយឺតនិយាយទៅបើជាក់ស្ដែងយើងមើលតាម map ល្អអញ្ចឹងសូមបញ្ជាក់ម្ដងទៀតសម្រាប់បងប្អូនដែលគាត់ចង់រៀនកាត់សក់ឬក៏ចង់រៀនផ្នែកជាងកាត់សក់បងប្អូនអាចទំនាក់ទំនងបានណាគឺលេខ Telegram 077597 បងប្អូនអាចសួរព័ត៌មានឬក៏មកប្រឹក្សាផ្ទាល់ក៏បានដែរហើយមុននឹងសម្រេចចិត្តរៀនដោយសារការរៀននេះគឺយើងផ្ដោតសំខាន់ទៅលើមូលដ្ឋានគ្រឹះនៃការកាត់សក់អញ្ចឹងបើបងប្អូនរៀនមូលដ្ឋានគ្រឹះចាប់ហើយបងប្អូនអាចព្យាយាមស្វែងយល់បន្ថែមទៀតយើងអត់កំណត់ពេលវេលាទេតាមបងប្អូនយល់ជាក់ស្ដែងហើយពេលដែលរៀនចប់យើងនឹងមានចេញសញ្ញាបត្រជូនទៀតហើយអញ្ចឹងកន្លែងស្នាក់នៅគឺយើងអត់ទាន់មានទេចឹងបងប្អូនដែលគាត់តែងតែសួររកកន្លែងស្នាក់នៅគឺយើងអត់ទាន់មានទេហើយសម្រាប់តម្លៃធានាថាសមរម្យជូនហើយបង្រៀនច្បាស់លាស់ជូនបងប្អូនធានាថារៀនចប់យើងនឹងចេះច្បាស់នៅមូលដ្ឋានគ្រឹះនិងការកាត់សក់ដ៏សមរម្យមួយសម្រាប់យើងជាគោលដោយសារអានេះជាជំនាញមួយអញ្ចឹងបងប្អូនរៀនកាន់តែច្រើនបងប្អូនកាន់តែមានចំណេះដឹងច្រើនអញ្ចឹងគេហៅថាធ្វើច្រើនវាកាន់តែស្ទាត់សំខាន់យើងធ្វើឲ្យច្បាស់នៅមូលដ្ឋានគ្រឹះដំបូងអញ្ចឹងការ
ស្វែងយល់ជាក់ស្ដែងបងប្អូនអាច search បន្ថែមទៀតហើយនឹងមានសំណួរយើងអាចសួរនាំគ្នានិយាយទៅ support ជូនបងប្អូនរហូតហ្មងហើយសម្រាប់អ្នកដែលតែងតែស្រឡាញ់តែងតែចូលចិត្តនៅវីដេអូដែលជួយ comment like share ទាំងអស់គ្នាសង្ឃឹមថាមានវីដេអូក្រោយៗទៀតហើយនេះគឺជា vlog វីដេអូទី1ដែលខ្ញុំបាន voice over ឡើងបាទអរគុណច្រើនទទួលបានអតិថិជនមួយគឺថាបាច់ឆ្ងល់ទេគឺប្អូនប្រុសរបស់ខ្ញុំហើយនេះជាការកាត់សក់ជូនគាត់ខ្ញុំតែងតែកាត់ជូនគាត់ជានិច្ចហើយមួយទៀតបងប្អូនតែងតែឃើញខ្ញុំចូលខ្ញុំអីហ្នឹងតាមពិតខ្ញុំបញ្យល់ដល់សិស្សរបស់ខ្ញុំដោយសារប្អូនខ្លួនឯងអញ្ចឹងយើងអាចបញ្យល់បានតែបើភ្ញៀវកូនសិស្សគាត់អាចស្វែងយល់ដោយខ្លួនឯងអញ្ចឹងណាដល់ពេលខ្ញុំកាត់ចប់បានខ្ញុំប្រាប់ថាធ្វើមិនអត់យើងអាចយកភ្ញៀវមកបរៀនសិស្សបានទេហើយសម្រាប់ម៉ូតសក់នេះដែរគឺយើងកាត់ជូនគាត់របៀបយើងកាត់បែបអ្នកធ្វើការយើងឈូសជាហៀងយករៀងស្ដើងទៅហើយស្រួលនឹងគាត់ចាប់ម៉ូតឬក៏ច្រងដៃធម្មតាក៏ចេញភ្លីគេហៅថាធម្មជាតិអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់ម៉ូតសក់ខ្លីៗឬក៏ចង់បានតម្រង់បែបលើកឡើងលើរបៀបអ្នកការងារក៏អាចអញ្ជើញមកកាត់បានដែរបងប្អូនអាចឆាតណាត់តាម Telegram មុនបានដោយសារងាយស្រួលក្នុងការរងចាំបងប្អូនរៀបចំរួចជាស្រេចអញ្ចឹងពេលដែលបងប្អូនមកគឺយើងរៀបចំសម្ភារៈគ្រប់គ្រាន់សម្រាប់ផ្ដល់សេវាកម្មជូនបងប្អូនហើយសម្រាប់បងប្អូនដែលតាក់ទងពេលខ្លះតាក់ទងអត់បានតាក់ទងអីហ្នឹងតាមពិតវាចៃដន្យដោយសារយើងមានរវល់ទៅក្រៅឬក៏យើងមានការងារបន្ទាន់ទៅក៏យើងសម្រាប់មួយថ្ងៃអីទៅដោយសារហាងនេះគឺខ្ញុំបើកជាក់ស្ដែងខ្ញុំបើកតែម្នាក់ឯងទេខ្ញុំអត់ទាន់បានរៀបដាក់កូនជាងកូនអីទេអញ្ចឹងសង្ឃឹមថាពេលក្រោយយើងនឹងមានជាងមានអីជួយនៅក្នុងហាងជាប្រចាំអញ្ចឹងទៅអញ្ចឹងបងប្អូនមកគឺដឹងតែបានកាត់តែម្ដងអញ្ចឹងជាចុងក្រោយមានតែពាក្យថាអរគុណបងប្អូនដែលតែងតែគាំទ្រហើយសង្ឃឹមថានៅតែគាំទ្របន្ថែមទៀតហើយសង្ឃឹមថាថ្ងៃមុខនឹងបានអាប់ដេតទៅមុខបន្ថែមទៀតអញ្ចឹងសម្រាប់បងប្អូនដែលចង់មើលវីដេអូ daily vlog ឬក៏ចង់បានវីដេអូបែបណាទៀតអាចជួយ comment នៅខាងក្រោមសង្ឃឹមថាវីដេអូក្រោយខ្ញុំនឹងផលិតជូនបងប្អូនបន្ថែមទៀតអញ្ចឹងអរគុណច្រើនមែនតើជម្រាបលាជួបគ្នាវីដេអូក្រោយបាទអរគុណ